ពេលរកគ្នាស្វាគមន៍មកកាន់វីដេអូទី2ដែលយើងនឹងសិក្សាទៅលើ tool panel នៅក្នុងកម្មវិធី Adobe After Effects អញ្ចឹងក្នុង tool ខាងលើនេះគឺវាអត់ខុសពីកម្មវិធី Adobe ផ្សេងៗទេគឺវាមានទីមួយគឺ home ដល់នេះអាច click home មកវានឹងត្រឡប់មកកន្លែង welcome to After Effects ហ្នឹងដែលយើងនឹងឃើញproject ដែលយើងឆ្លុតធ្វើដោយដែលវីដេអូទី1បានបង្ហាញអញ្ចឹងកន្លែងនោះអត់មានអីទេយើងអាចខ្វែងវាមកទី2គឺselection tool ហ្នឹងគឺយើងអាច select ទៅលើ object របស់យើង layer របស់យើងនឹងឯងឬក៏ move វាក៏បានបំលាស់ទីតាំងវាអញ្ចឹងទៅអញ្ចឹងដែលនឹងអាចយកមកប៉ះកន្លែងហ្នឹងមកគឺ shortcut វាគឺអក្សរ V ដែលបើកមួយចុចអក្សរ V ហ្នឹងគឺជា shortcut របស់វាហើយនឹងនេះអាចចុចអក្សរ V ទៅដើម្បីឲ្យលឿនអញ្ចឹងនឹងនេះអាចចូលលើ layer របស់យើង click លើ layer map របស់ខ្ញុំបន្តមកទៀតនឹងនេះអាច move ចុះ move ឡើងបែបនេះបានគឺឃើញអត់ click លើ layer របស់យើងហើយចុច mouse ឆ្វេងជាប់មក move បានហើយទី2យ៉ាងនេះឃើញការ៉េចំនួន8នេះ1 2 3 4 5 6 7 8ហ្នឹងអត់អញ្ចឹងកន្លែងហ្នឹងអ្នកអាច click វា mouse ឆ្វេងជាប់មកអ្នកអាច break room scale វាបានប៉ុន្តែវារៀងតែប៉ែតកពិតអីចឹងទៅអញ្ចឹងដើម្បីយើង break room scale កុំឲ្យកពិតឬក៏ប៉ែតអ្នកអាច click លើកន្លែងហ្នឹងអត់ដែរ click សិនណាហើយបញ្ចុច shift តាមក្រោយ shift ឲ្យជាប់បានវា break room scale ទៅវាអត់តប៉ែតអីចឹងទៅគឺបែបហ្នឹងអូខេអញ្ចឹង selection tool ហ្នឹងគឺយើងអាចប្រើប្រាស់លើ timeline របស់យើងមកដូចគ្នានេះអញ្ចឹងបើសិនជាយើងចង់មើល timeline របស់យើងយើងអាច click កន្លែង line នេះមកយើងអាចអូសមើល timeline របស់យើងអញ្ចឹងទៅមួយទៀតយើងអាចចង់មើល detail ក្នុងមួយវិនាទីក្នុង frame អញ្ចឹងយើងអាចclick លើកន្លែងនេះមានថាយើងមើល detail ក្នុង timeline របស់យើងមានថាយើងពង្រូបវាធំជាងមុនអញ្ចឹងណាឃើញយើងឃើញ frame របស់វាអញ្ចឹងនៅក្នុង30 frame វាមាន1វិនាទីដែលយើងអាចនេះ right click លើ composition របស់យើងមកហៅពីថា composition setting នេះឬក៏ control K ក៏បានដែរ control K វានឹងចូលមកកន្លែងហ្នឹងដូចគ្នាអញ្ចឹងដែលខ្ញុំបានកំណត់ frame rate គឺ30 frame អញ្ចឹងបើសិនជាខ្ញុំបរិយាវាឲ្យធំមកយើងនឹងឃើញលេខនៅក្នុងហ្នឹងហើយគឺនេះ3 frame 10 frame អញ្ចឹងទៅអញ្ចឹងយើងអាចមើលបានគឺបែបហ្នឹងនេះអញ្ចឹង30 frame 29ហើយ30អញ្ចឹង30នោះស្មើនឹង1វិនាទី00 frame ឃើញអត់គឺបែបហ្នឹងដោយដែលខ្ញុំបានប្រាប់អញ្ចឹងបើសិនជា frame កាន់តែច្រើនវានឹងកាន់តែ smooth វាស្មើនឹងបើ30 frame វាស្មើនឹង30រូបអញ្ចឹងណាអញ្ចឹងដូចខ្ញុំឧទាហរណ៍ក្នុង Google មួយនេះគឺបែបនេះហ្នឹងឃើញអត់អញ្ចឹង frame rate ហ្នឹងបើសិនជា24 frame គឺស្មើនឹង24រូបនេះបង្កើតបានជា1វិនាទីបើសិនយើងដាក់60 frame វាស្មើនឹង60រូបក្នុង1វិនាទីអញ្ចឹង frame ហ្នឹងបើសិនជាកាន់តែច្រើនវាកាន់តែ smooth ហើយអញ្ចឹងមួយទៀតបើសិនជាអ្នកអត់ចង់អូសចេះទេអ្នកនេះអាចចុច Alt ឲ្យជាប់ហើយ scroll ទៅមុខហើយ scroll ទៅក្រោយ scroll មកកណ្ដាលទៅក្រោយមកគឺវានឹងពង្រួមវាឲ្យធំជាងមុនហើយមានថាយើងអត់ឃើញ detail ដូចមុនទេឃើញអត់វាមកតែប៉ុណ្្នឹងឯងស្មើនឹង15វិនាទីយើងកំណត់អញ្ចឹងណានេះចុច control K លើហើយ click លើ composition របស់យើងមក control K មកដែលយើងកំណត់15វិនាទីអញ្ចឹងវាឃើញតែ15វិនាទីទេតែបើសិនយើងចង់ឃើញ frame ចុច Alt ឲ្យជាប់ scroll ទៅមុខមកវានឹងឃើញហើយមួយទៀតបើសិនយើង scroll អញ្ចឹងមានន័យថារៀងវែងឃើញរៀងវែងអត់អញ្ចឹងយើងអាច move ឡើងនេះ move ចុះ move ឡើងបែបហ្នឹងបានដូចគ្នាឬមួយទៀតអ្នកនេះអាចចុច C ឲ្យជាប់ scroll ទៅក្រោយវានឹងរត់ឃើញវានឹងរត់បែបហ្នឹងដូចគ្នា scroll ទៅក្រោយមករត់ទៅមុខទៀតអញ្ចឹងទៅត្រឡប់មកវិញយើង scroll ទៅមុខមកវានឹងត្រឡប់ក្រោយហើយអញ្ចឹងយើងចង់ zoom out វិញយើងចុច Alt ឲ្យជាប់ scroll ទៅក្រោយមកវានឹងត្រឡប់មកឃើញវិនាទីរបស់យើងវិញឃើញអត់អាហ្នឹងយើងអត់ឃើញ detail frame rate របស់យើងទេអូខេអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងទេបន្តមកទៀតគឺកន្លែង hand tool ហ្នឹងគឺ shortcut អក្សរ H ដែលយើងប្រើប្រាស់វាសម្រាប់move លើ composition របស់យើងមានន័យថាយើង zoom មើលអញ្ចឹងទៅណាអាចទាញ composition របស់យើងអញ្ចឹងទៅវាពាក់ព័ន្ធនឹង layer ទេមានថាពាក់ព័ន្ធនឹង composition របស់យើងទេគឺបែបហ្នឹងអញ្ចឹងកន្លែងហ្នឹងអត់សូវជាប្រើណាទេបន្តមកទៀតគឺកន្លែង zoom tool shortcut អក្សរ Z ក៏មិនសូវជាប្រើប្រាស់ប្រហែលដែរដោយសារតែយើងអាចscroll ទៅមុខ scroll ទៅក្រោយបានយើងមិនចាំប្រើ zoom tool ទេ zoom tool ហ្នឹងអ្នកអាច click ទៅចុចអក្សរ Z ក៏បានដែរនេះ click មកវានឹងប្រីកប្រងបែបហ្នឹងឃើញអត់បើយើងចង់ back មកវិញចុច Alt ឲ្យជាប់មកអ្នកនេះឃើញក្នុងកែវប្រីកហ្នឹងគឺសោកបូកត្រត់តែបើអ្នកនរនេះចុច Alt ច
ចុច Alt នឹងនេះនឹងឃើញដកនៅក្នុងកែវព្រីរបស់យើងហ្នឹងនេះដកចុច Alt ឲ្យជាប់មកវាដកហើយបើយើងបន្លែង Alt វាចេញបូកវិញចុច Alt ឲ្យជាប់មកហើយ click មួយគឺវានឹងព្រម zoom out វិញហើយឃើញអត់គឺបែបហ្នឹងឯងប៉ុន្តែកន្លែង zoom tool ហ្នឹងគឺអត់សូវជាប្រើប្រហែលទេដោយសារតែយើងដូចមិញអញ្ចឹងយើងអាច scroll ទៅមុខ scroll ទៅក្រោយទៅវានឹង zoom in zoom out ដូចគ្នាអញ្ចឹងដែរវាស្រួលជាងអញ្ចឹងណាអូខេអញ្ចឹងបន្តមកទៀតគឺកន្លែងនេះ3 tool នេះ3 tool ហ្នឹងពាក់ព័ន្ធជាមួយនឹងការselect move ក៏ដូចជា rotate នៅក្នុង 3D អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនេះខ្លះៗហើយដោយសារតែវាពាក់ព័ន្ធនឹង 3D អញ្ចឹងវាអាចនឹងចូលទៅតាមវីដេអូក្រោយៗទៀតអញ្ចឹងណាអញ្ចឹងដើម្បី activate កន្លែងហ្នឹងឲ្យវាប្រើប្រាស់បានគឺវាស៊ីសងលើការបង្កើតរូបភាព layer របស់យើងហ្នឹងឲ្យទៅជា 3D អ្នកនេះឃើញ cube ការ៉េ 3D នេះ cube ការ៉េនេះប៉ះទៅឃើញគេសរសេរថា 3D layer អញ្ចឹងដើម្បី activate កន្លែងហ្នឹងបានអ្នកនេះឃើញប្រអប់កន្លងខាងក្រោមcube ហ្នឹង click លើមួយមកអ្នកនេះនឹងឃើញកន្លែងនេះ activate ហើយអាចប្រើប្រាស់បានហើយឃើញអត់អញ្ចឹងវានឹងឃើញទាំងបែបនេះអញ្ចឹងចំណុចទី1គឺ orbit ហ្នឹងគឺមានបង្វិលឬក៏ rotate ហ្នឹងឯងយើងក៏អាចប្រើ selection tool ដែរប៉ុន្តែយើងអាចប្រើ orbit ដើម្បីបង្វិលបែបនេះឃើញអត់បង្វិលបែបហ្នឹងទៅមុខទៅក្រោយអញ្ចឹងតាម axis អញ្ចឹងទៅឬមួយអ្នកនេះអាចប្រើ selection tool អក្សរ V មកនេះ selection tool អាច rotate តាមរបស់វាពណ៌ខៀវពណ៌ក្រហមឬក៏ពណ៌បៃតងអញ្ចឹងទៅអាហ្នឹងស៊ីសងទៅនឹងការប្រើប្រាស់ផ្សេងៗនេះអញ្ចឹងទេអញ្ចឹងកន្លែង tool 3នេះគឺការ control នៅក្នុង 3D អញ្ចឹងចំណុចទី1គឺ orbit ដែលយើងបង្វិលក្នុង 3D អញ្ចឹងនេះអាចចុចឲ្យជាប់មកវាមានoption ច្រើននេះអាចនេះ click វាជាប់មក option ច្រើនគេអញ្ចឹងកន្លែងហ្នឹងវាមាន orbit around cursor tool orbit around send tool អញ្ចឹងទៅអញ្ចឹងវាមាន option ច្រើនអាស៊ីសងទៅនឹងការប្រើប្រាស់ផ្សេងៗគ្នាទី2គឺ move tool ក៏មានច្រើន2 option ដែរនេះចុចវាជាប់មក mouse វាជាប់មកនេះឃើញ option ទាំងពីរនេះហើយអញ្ចឹង move tool ហ្នឹងនេះអាចនេះអូសចូលឡើងមក click លើ layer របស់យើងហ្នឹងឯងដែលយើងបង្កើត 3D នេះ layer របស់យើងគឺ 3D មានតែមួយហ្នឹងទេអាច move វាបានដូចគ្នាទី3គឺ scale dolly to one នេះ click វាមួយយើងអាច broom scale អញ្ចឹងទៅឃើញអញ្ចឹងអាហ្នឹងជាការប្រើប្រាស់នៅក្នុង 3D ការ control នៅក្នុង 3D អញ្ចឹងដើម្បីបិទអាហ្នឹងវិញមែនហ្នឹងនេះ click លើ cube វិញមកវានឹងត្រឡប់មករកពីដើមវិញហើយអញ្ចឹងកន្លែងនេះយើងប្រើឡើងបានដោយសារតែយើងអត់ឈរទៅលើ 3D ទី3គឺrotation tool shortcut វាគឺ W អ្នកនេះអាចចុច W មកឬក៏ click លើកន្លែងហ្នឹងក៏បានអញ្ចឹងអ្នកនេះអាចបង្វិលវាបានដូចគ្នា rotation ហ្នឹងគឺបង្វិលនឹងឯងគឺបែបហ្នឹងបន្តមកទៀតគឺ anchor point ហ្នឹងគឺជាចំណុចកណ្ដាលនៃ object របស់យើងមានន័យថានេះឃើញចំណុចមូលកណ្ដាលរង្វង់កណ្ដាលហើយមានសញ្ញា line ទៅលើទៅក្រោមទៅស្ដាំទៅឆ្វេងអត់នេះមូលទូចនេះឃើញអត់អញ្ចឹងហ្នឹងគឺជា anchor point ចាំមានន័យថាបើសិនយើង click លើកន្លែងហ្នឹង shortcut វាអក្សរ Y click លើកន្លែងហ្នឹងមានន័យថាយើងអាច move តែហ្នឹងទេឃើញអត់នេះ move តែហ្នឹងទេអាហ្នឹងគឺជាចំណុចកណ្ដាលនៃ axis របស់យើងហ្នឹងឯង axis នៃ layer របស់យើងនេះយើងអាច move ហ្នឹងបានឃើញអត់អាហ្នឹងគេហៅ anchor point ជាចំណុចកណ្ដាលនៃ layer របស់យើងឯងបើសិនយើង move ហ្នឹងចេញសួរថាវាមានអីកើតឡើងទី1បើសិនយើង move ហ្នឹងចេញធ្វើឲ្យចំណុចកណ្ដាលរបស់វានឹងស្ថិតមកកន្លែងនេះអញ្ចឹងបើសិនជាមិញខ្ញុំប្រើ rotation tool វានឹងបង្វិលទៅតាម anchor point ហ្នឹងឯងឃើញអត់ click លើ layer របស់យើងមកហើយបង្វិលចុច mouse ឆ្វេងចុះបង្វិលបានឃើញអត់អញ្ចឹងមានន័យថាបើសិនយើង move anchor point ហ្នឹងនេះចុច anchor point មក move វាទៅចំណុចកណ្ដាលវានឹងបង្វិលទៅតាមanchor point ហ្នឹងឯងអញ្ចឹងដើម្បីឲ្យ anchor point ហ្នឹងត្រឡប់មករកពីដើមចំណុចកណ្ដាលរបស់វាវិញបានអ្នកទាំងអស់គ្នាអាចចុច control alt home ហ្នឹងគឺស្ថិតនៅកន្លែង numpad នេះ home ស្ថិតនៅកន្លែងនេះស្ថិតនៅកន្លែងនេះកន្លែង home ហ្នឹងចឹងក្នុង keyboard អ្នកទាំងអស់គ្នាគាត់ជាមានកន្លែងហ្នឹងឯងគេហៅ numpad ចឹងអ្នកនេះអាចចុច control alt home មកវានឹងចូលមកចំណុចកណ្ដាលមកវិញហើយប៉ុន្តែបើសិនជាក្នុងករណីថាវាអត់ចូលមកកណ្ដាលមកថាមិញអត់តន់ចូលមកកណ្ដាលទេថាអត់នេះវាទីមកឡៃមកនេះអត់ចូលមកកណ្ដាលវាអាចនឹង error កន្លែង home tab ហ្នឹងអញ្ចឹងអ្នកនេះអាច click លើ layer របស់យើងហ្នឹងនេះ click លើ layer របស់យើង right click ចូល transform បន្តមកទៀតអ្នកនេះអាចចូលរកពាក្យថា center
នេះ center anchor point នេះដែល shortcut វាគឺ control alt home តែបើសិនអាហ្នឹងខ្ញុំនិយាយពាក់ព័ន្ធករណីថាបើសិនយើងចុច control alt home វាអត់ចេញគឺប្រហែលជាlock កន្លែងណាមួយនៅក្នុង keyboard អ្នកទាំងអស់គ្នាអញ្ចឹងអ្នកនេះអាចclick លើហ្នឹង right click ចូល transform ហើយរកពាក្យថា center anchor point ហ្នឹង click មកវានឹងមកចំណុចកណ្ដាលនេះឯងអញ្ចឹងចំណុចទី2គឺ rectangle point ដែលជាការបង្កើត shape នៅក្នុង After Effects អញ្ចឹងដើម្បីបង្កើត shape បានអ្នកនេះកុំឈរលើ layer ណាមួយសោះមានន័យថាបើសិនជាអ្នកនេះ select លើ layer បែបនេះ select លើ layer ហ្នឹងហើយអ្នកនេះប្រើប្រាស់ rectangle tool ហ្នឹងវានឹងបង្កើតជា mesh វិញចង់និយាយថាវាមិនមែនត្រឹមតែការប្រើប្រាស់ដើម្បីគូតែ shape ឬក៏គូតែ line មួយមុខទេបើសិនជាយើងឈរលើ layer ណាមួយវានឹងបង្កើតជា mesh វិញឧបមាថាខ្ញុំឈរលើ layer map នេះហើយខ្ញុំ click លើ rectangle tool នេះហើយខ្ញុំគូឃើញវាបង្កើតជា mesh បែបនេះអញ្ចឹងនឹងនេះត្រូវតែប្រយ័ត្នដោយសារតែវាមាន2 option បែបហ្នឹងអញ្ចឹងខ្ញុំ control សិតមកវិញមកអញ្ចឹងដើម្បីបង្កើតជា shape អ្នកនេះអាច click ខាងក្រៅនេះ click ខាងក្រៅជាមួយមកបន្តមកទៀតអ្នកនេះឈរលើ rectangle tool នេះ rectangle tool នេះឬ shortcut វាអក្សរ Q អ្នកនេះអាច click លើនឹងមកហើយអាចអូសមកវានឹងបង្កើតជា shape layer របស់យើងមួយដែលវាមានរាងការ៉េដែលយើងគូមិញនឹងឯងរាងចតុកោណកែងគឺបែបហ្នឹងឬមួយទៀតអ្នកនេះអាច click មកឆ្វេងឲ្យជាប់មកវានឹងមាន option ច្រើនដែលអ្នកនេះអាចជ្រើសរើសបានឬមួយទៀតអ្នកនេះអាចចុច Q ឲ្យជាប់មកដែលជា shortcut របស់វាហ្នឹង Q1 វានឹងបដូររូបរាងមួយ pen tool នេះជាការជា big អញ្ចឹងអ្នកនេះចុចមកឆ្វេងជាប់មកវានឹងឃើញ option ច្រើនដូចគ្នាអញ្ចឹងខ្ញុំ click លើ pen tool ដែល shortcut វាអក្សរ G យ៉ាងនេះអាចគូបានអញ្ចឹងមិញវាអត់ខុសពី rectangle tool ទេនេះអត់ខុសពី rectangle tool ទេបើសិនយើងឈរលើ layer ណាមួយបើសិនយើងគូមកមុខងាររបស់វាអ្នកនេះឃើញការ៉េហើយមានវងនៅក្នុងអាហ្នឹងមានថាជា mesh ហើយការបង្កើត mesh ហើយអញ្ចឹងដើម្បីគូ pen tool បានអ្នកនេះអាច click ខាងក្រៅនេះ click ខាងក្រៅវាមួយមកឃើញវាអត់ចេញការ៉េវិញអត់ការ៉េមិញអត់អញ្ចឹងនឹងអាចគូ pen tool បានគឺបែបហ្នឹងឯងទី3គឺពាក់ព័ន្ធនឹង text tool text ហ្នឹងអានេះយើងអាចសរសេរអក្សរបានវាអត់ខុសគ្នាទេអញ្ចឹងនេះអាច click លើ text ហ្នឹង shortcut វាគឺអក្សរ control T បានដូចគ្នាអញ្ចឹងនេះអាច click មកឆ្វេងជាប់មកវាមាន type option 2ដែលមានទី1គឺ horizontal tool ហើយនឹងvertical type tool ហ្នឹងឯងដែល vertical នេះគឺប្រឈរនេះ horizontal គឺផ្ដេកការសរសេរប្រឈរនិងផ្ដេកអញ្ចឹងឧបមាថាខ្ញុំចង់បានផ្ដេកខ្ញុំចូល horizontal tool នេះមកហើយខ្ញុំនេះ horizontal tool យើងអាចសរសេរបានហើយអាចសរសេរយ៉ាងទៅយើងអាចបដូរពណ៌បាននេះយើងកន្លែងមកមើលកន្លែងនេះ character នេះបើសិនជាអត់ឃើញទេ click វាមួយមកនៅនេះអាចឃើញការបដូរពណ៌ក៏ដូចជាការបដូរ font អញ្ចឹងទៅនេះ font ដែរនេះវាមានច្រើនហើយនេះកន្លែងscale របស់វានេះកន្លែងការប្រើប្រាស់គម្លាតពាក់ព័ន្ធនឹងកន្លែងការរក្សាគម្លាតចង់បានប៉ុន្មានអញ្ចឹងទៅអញ្ចឹងវាអត់ខុសគ្នាពីកម្មវិធីផ្សេងៗទេបើសិនជាអ្នកអត់ឃើញផ្ទាំងកន្លែងហ្នឹងទេអ្នកនេះអាចចូលកន្លែង window អញ្ចឹងយើងមើលអូសមកនេះ character នេះ click លើហ្នឹងមកវានឹងចេញមកកន្លែងហ្នឹងហើយអញ្ចឹងមិញអត់យើងចុច antic វាចេញណាអញ្ចឹងខ្ញុំចូលវិញមកចូល window ចូល character មកនេះ character ចូលវា load មកកន្លែងនេះហើយអញ្ចឹងក្នុងករណីថាអត់ឃើញអ្នកនេះអាចចូលកន្លែង window មករកកន្លែងហ្នឹងមកវាស្ថិតក្នុងហ្នឹងទាំងអស់ទេអូខេចំពោះចំណុចចុងក្រោយ tool ចុងក្រោយគឺពាក់ព័ន្ធជាមួយនឹង brush tool ហើយនឹង clone theme tool ហើយនឹង eraser tool ដែលសម្រាប់លុបអញ្ចឹងណាអញ្ចឹងក្នុង tool ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអានេះ pin tool អញ្ចឹងក្នុង tool ពី 4-5 tool ហ្នឹងគឺភាគច្រើនគេធ្វើជាប្រភេទ 2D animation ឬក៏ការប្រើប្រាស់ animation នៅក្នុង manga ណាគេគាត់ឃើញ TikTok ឬក៏អីផ្សេងហ្នឹង The manga animation all the Chainsaw Man female តែភាគច្រើនហ្មងគេប្រើប្រាស់នៅក្នុងយកបំលែងពីរូបភាពនៅក្នុង manga ឬក៏រូបភាពផ្សេងៗហ្នឹងមកឲ្យមកធ្វើវាដើម្បីឲ្យមានចលនាអញ្ចឹងទៅអញ្ចឹងក្នុងកន្លែងហ្នឹងដែរខ្ញុំនឹងលម្អិតទៅតាមមេរៀនបន្តទៀតដោយសារតែវីដេអូយើងរៀងវែងដែរអញ្ចឹងbrush tool នេះយើងនឹងស្គាល់វានៅពេលដែលខ្ញុំនឹងបង្ហាញលំហាត់ពាក់ព័ន្ធជាមួយនឹង 2D animation ហ្នឹងឯង
អូខេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេជួបគ្នាក្នុងវីដេអូក្រោយយើងនឹងសិក្សាអំពី transform នៅក្នុង layer មួយអូខេអញ្ចឹងអ្នកនរអាចតេស្តមើលបានដើម្បីឲ្យចំណាំព្រោះថា After Effects គឺវាមានកន្លែងកលុកលាតច្រើនអ្នកប្រើដបងអីគឺគាត់ជាវល់ខ្ញុំសូម្បីខ្ញុំក៏រៀងវល់ដែរដបងអីរៀងច្រើនអញ្ចឹងសង្ឃឹមថាអ្នកនរអាចចាប់បានទៅចុះជួបគ្នាក្នុងវីដេអូក្រោយយើងនឹងសិក្សាលម្អិតទៅលើ transform អូខេបាយបាយ